គាត់គឺជាគ្រូឬអ្នកប្រាជ្ញហ្នឹងបងប្អូនគ្នាហើយនេះគឺជាព្រះនាងឬក៏កូនសិស្សហើយជាភាសាខ្មែរយើងសាមញ្ញបងប្អូនចេះស្ដាប់អត់បងខ្ញុំបងប្អូនគ្នានេះគឺជាអ្វីទៅអូ shit បងប្អូនអូ my god វ៉ាបងប្អូនគ្នាលោបលឹងចង់ប្រកាច់អូនេះនៅគ្នាតែខ្មោចអូនៅគ្នាមិនចង់គៀងម្ដងមកអត់ដឹកស្មានថាកន្លែងធ្វើអញ្ចឹងឲ្យយើងភ័យអូចង់គៀងអ្នកទាំងអស់គ្នាជឿអត់ថាខ្ញុំកំពុងតែនៅចំនួនពីដើមរបស់ប្រទេសកូរ៉េត្បូងគឺខ្ញុំបានឆ្លងភពហើយបងប្អូនគ្នានិយាយលេងឥឡូវនេះខ្ញុំកំពុងតែនៅផ្ទះបុរាណមួយនៅក្នុងប្រទេសកូរ៉េត្បូងបងប្អូនគឺជាកន្លែងនេះគឺជាកន្លែងតម្បាញក្រណាត់កប្បាសបងប្អូនហ្នឹងមែនអ្នកគ្នាឥឡូវនេះខ្ញុំកំពុងតែនៅកន្លែងហ្នឹងហើយគឺជាបើយើងចំទៅគឺជាកន្លែងផលិតកណាត់បងប្អូនផលិតកណាត់កប្បាសចេញពីដើមកប្បាសហ្នឹងបងប្អូនគ្នាបាទនៅថ្ងៃឥឡូវនេះគឺជាកន្លែងនេះគឺជាកន្លែងគេត្បាញកណាត់កប្បាសបងប្អូនគ្នាគឺមានកន្លែងឧបករណ៍ឬក៏ប្រដាប់ប្រដាសម្រាប់គេត្បាញកណាត់កប្បាសនៅគ្នាហើយខាងក្នុងនេះគឺមានកន្លែងគេងផងដែរគឺមានកម្រាលគេងបងប្អូនឃើញខំនេះគឺជាកម្រាលភួយជាមួយនឹងខ្នើយទូសម្រាប់គេធ្វើការឲ្យគេគេងត្រង់នេះតែម្ដងបងប្អូនគ្នាអូនៅខាងនេះគឺជាសម្រាប់ត្បាញកប្បាសហ្នឹងនេះគឺគេលើកដៃដើម្បីយកកណាត់កប្បាសបងប្អូននៅខ្មែរយើងក៏មានបងប្អូននៅប្រទេសខ្មែរយើងក៏មានចំនួនពីដើមក៏មាននេះគ្នាបន្ទប់ទូចឹងគ្នាគឺតែ1ម៉ែត្រទេបន្ទប់ហ្នឹងតែមានកន្លែងនេះដូចជាមានកៅហ្វ្រាមានពេជ្រមានជាដើមបងប្អូននេះតែគេបញ្ជាក់យ៉ាងហើយគឺយើងមើលបានតែកុំប៉ះផងគេចឹងណាបាទនៅថ្ងៃឥឡូវនេះខ្ញុំបានមកដល់ផ្ទះបាយហើយក្រៅខំនេះគឺជាផ្ទះបាយសម្រាប់អ្នកស្នាក់នៅទីនេះគេចំអិនម្ហូបឬក៏គេធ្វើអាហារដើម្បីញ៉ាំហ្នឹងតោះឥឡូវខ្ញុំដាក់កាមេរ៉ាលុយតំបន់នៅក្នុងទស្សនាបាទខាងនេះគឺមានឆ្នាំងនេះដូចជាពាងបងប្អូនឃើញណាមានពាងមានពោតហើយពិសេសគេមានពងមាន់មានពងមាន់ហើយនេះគឺជាចង្ក្រានដាំបាយឬក៏កន្លែងធ្វើម្ហូបបងអាចទស្សនាបានហើយជាពិសេសខាងនោះគឺមានចានស្ព្រីហើយនៅចង្កឹះបងប្អូនគ្នាហើយទីនេះគឺជាផ្ទះបាយហើយសម័យមុនគឺប្រើអុសបងប្អូននេះកន្លែងញុកអុសហ្នឹងបងប្អូនហើយខាងនេះគឺតាមគិតកន្លែងអង្គុយលេងអីហ្នឹងបងប្អូនគ្នាកន្លែងអង្គុយលេងញ៉ាំបាយញ៉ាំហ្វ្រាំងអីចឹងណាគ្នាហើយនេះគឺជាពាងសម័យបុរាណតោះអ្នកទាំងគ្នាឥឡូវនេះចូលទៅខាងក្នុងមើលកន្លែងកាន់ស្រូវកាលពីសម័យបុរាណវាក្នុងរបស់ខ្ញុំបងប្អូននេះគឺជាកន្លែងកាន់ស្រូវដែលគេធ្វើកាលពីជំនាន់បុរាណបងប្អូននេះឈ្មោះភុងគូបងប្អូនភុងគូនេះដល់ប្រែថាម៉េចទេខ្ញុំបកប្រែtranslate តាមក្រោយហើយកន្លែងនេះគឺជាកន្លែងបុកបងប្អូនគ្នាបុកយើងជន់នេះយើងជន់ជើងបងប្អូននឹងយល់អត់ទេបងប្អូនអ្នកគ្នាយើងយកនេះអានេះគឺសម្រាប់យើងចាប់ដៃសងខាងបែបនេះមកហើយជើងយើងជន់ហ្នឹងគ្នាហើយបន្ទាប់មកជើងយើងជន់បែបនេះមកដើម្បីឲ្យកន្លែងនេះគេបុកស្រូវបងប្អូនអ្នកគ្នាបុកស្រូវបងប្អូនអាចមើលរូបនេះបានបងប្អូនគ្នានេះបងប្អូននេះដល់កន្លែងថ្មីមួយទៀតហើយតោះឥឡូវចូលទៅខាងក្នុងអ្នកគ្នាបងប្អូនតើមានអ្វីក្នុងនេះចូលមកដល់ដំបងភ្លាមកន្លែងនេះគឺជាដឹងអាឆ្នាំងអ្នកគ្នាតើដឹងឆ្នាំងអ្វីគ្នាអានេះ
នេះនៅគ្នាមានអារម្មណ៍ថាដូចនៅសម័យពីដើមយើងឆ្លងភពមកអញ្ចឹងណាដបប្រក់ស្បូវបងប្អូននេះគឺជាសម្រាប់បុកទៅត្បាល់បុកហើយខាងមុខនេះគឺជាផ្ទះបាយនោះផ្ទះបាយមានចានមានឆ្នាំងអីចឹងបងប្អូនណាមកដល់កន្លែងមួយទៀតហើយត្រង់នេះអ្នកទាំងអស់គ្នាធ្លាប់មើលរឿងកូរ៉េបុរាណអ្នកទាំងអស់គ្នាប្រកាសជាស្គាល់ហើយកន្លែងនេះគឺគេអង្គុយបែបលេងអុកលេងអីហ្នឹងនេះគឺកន្លែងនេះឯងអូចង់ភ្ញាក់មិនស្មានតែមនុស្សមែនតើសិនអ្នកប្រាជ្ញណាគ្នានេះហើយនេះអឺបែងស្រាហើយនេះគឺដូចបរិយបងបរិយសម័យពីដើមហ្នឹងគាត់គឺជាគ្រូឬអ្នកប្រាជ្ញហ្នឹងបងប្អូនគ្នាហើយនេះគឺជាព្រះនាងឬក៏កូនសិស្សហើយជាភាសាខ្មែរយើងសាមញ្ញគឺជាកូនសិស្សដែលគេមករៀនវគ្គបណ្ដុះបណ្ដាលភាសាកូរ៉េឬកំណាព្យអីចឹងបងប្អូនគ្នាណាហើយត្រង់នេះគឺជាផ្ទះបាយនេះគឺជាដើមដូចជាព្រីងទេបងប្អូនគេដូចព្រីងតែអត់តន់ទុំទេគេឲ្យយើងចូលបានទេគ្នាតែយើងអាចមើលពីក្រៅបានគឺជាកន្លែងគេងបងប្អូនកន្លែងនេះគឺជាកន្លែងគេងនេះគ្នានេះជាកន្លែងគេងនេះគឺជាពាងគេស្តុកទុកដូចជាគីមឈីអំបិលឬក៏ស្ករជាដើមមកគ្នាក្រៅខ្នងនេះបងប្អូនគឺមានពាងមានផ្លែឈើដូចជាមានខ្ទឹមណាបងប្អូនឡើងចាំខ្ញុំថតក្នុង iPhone នោះមិនទស្សនាហ្នឹងបងនេះមានកន្ទាវមានក្បិតមាននាស់ហើយជាពិសេសមានត្បាល់បុកបានអត់ថ្ងៃឥឡូវនេះកន្លែងនេះខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះសិនហើយដូចរដងចឹងខ្ញុំតែងតែចេញពីកន្លែងមួយទៅកន្លែងមួយខ្ញុំតែងតែថតវីដេអូយឺតៗឲ្យអ្នកទាំងអស់គ្នាបានទស្សនាអញ្ចឹងហើយទស្សនាវីដេអូថតយឺតៗពីខ្ញុំទាំងគ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាទស្សនាវីដេអូពេញនៅទីនេះតែម្ដងបាននៅថ្ងៃឥឡូវនេះខ្ញុំបន្តកន្លែងមួយទៀតហើយនៅខាងក្រៅក្នុងនេះគឺជាកន្លែងដូចមុនចឹងបងប្អូនគ្នាគឺជាសង្វាក់ផលិតកម្មនៃការរស់នៅកាលពីសម័យបុរាណរបស់ប្រទេសកូរ៉េត្បូងវ៉ាវហើយនេះគឺជាបងប្អូនគ្នាចង់ឃើញអានេះបងប្អូននេះបងប្អូនចេះស្រាប់អត់បងបងលឿននេះវ៉ាវខាងមុខនេះអូនេះគឺជាឧបករណ៍ភ្លេងមែនទេខាងនេះឧបករណ៍ភ្លេងតាតំណខ្លាំងមែនទេហ្មងជាកន្លែងឧបករណ៍ភ្លេងហ្នឹងតែគ្នា
ไม่เท่ามันใจที่ปรางแบบนี้ว้าวขนาดนี้ไอ้คลั่งเหมือนกันตอนนี้ก็เจอสังวัตผลิตกรรมធ្វើគ្រឿងឧបករណ៍ភ្លេងរបស់ប្រទេសកូរ៉េត្បូងកាលពីជំនាន់មុនអ្នកគ្នាហើយនេះគឺជាអ្វីទេអ្នកគ្នាអត់ទៅដឹងទេនេះហើយនេះយើងអាចអង្គុយបានគ្នាមានសង្វាក់ផលិតកម្មធ្វើជាកែវវ៉ាវសំខាន់កាលពីចំនួនមុនហ្នឹងគឺគេអាចសាងសង់យន្តហោះបានតែអ្នកគ្នានេះប្រហែលជាមិនមែនចំនួនអី100ឆ្នាំមុនទេប្រហែលថ្មីហ្នឹងដែរទេនេះដោយសារតែមានយន្តហោះបែបយន្តហោះចំនួនជប៉ុនហ្នឹងបងប្អូនកន្លែងនេះគឺជាកន្លែងដែលគេសាងសង់អូនៅគ្នាកន្លែងនេះឲ្យយើងចូលណាបានឲ្យចូលនេះគឺជាផ្ទះបាយពីកន្លែងមួយទៅកន្លែងមួយដែលមានការផលិតអ្វីមួយហើយគឺតែងតែមានផ្ទះបាយហើយនឹងកន្លែងគេងនៅទីនេះតែម្ដងប៉ុណ្ណឹងអានេះគឺជាផ្ទះបាយគេតោះឥឡូវអ្នកគ្នាឥឡូវកន្លែងនេះខ្ញុំអាចបញ្ចប់វីដេអូត្រឹមនេះសិនអញ្ចឹងទស្សនាវីដេអូយឺតៗនៅទីធ្លាជុំវិញនេះជាមួយខ្ញុំអ្នកគ្នាវ៉ាវទឹកថ្លាខ្លាំងមែនតើអ្នកគ្នាឥឡូវខ្ញុំបានមកដល់កន្លែងមួយទៀតហើយខាងក្រៅខ្ញុំនេះគឺជាដើមក្បាលយើងហៅស្អីទៅវិញដើមពុទ្រាគ្រាប់ពុទ្រាបងប្អូនអ្នកគ្នានេះគឺជាផ្លែពុទ្រាហើយតោះចូលទៅរបស់ផ្ទះនេះតោះចង់អាកាសពីយូរទៅខាងក្នុងជាមួយខ្ញុំទាំងអស់គ្នានេះគឺជាឧបករណ៍កិនរបស់សម័យពីដើមហ្នឹងតែមិនដឹងថាឧបករណ៍នេះសម្រាប់កិនអ្វីនោះទេហើយកាលពីចំនួនមុននេះគេប្រើស័ង្កសីនៅមកប្រើប្រាស់សម្រាប់សង្វាក់ផលិតកម្មកិនគ្រាប់ធញ្ញជាតិឬក៏កិនស្រូវអញ្ចឹងបងប្អូនអ្នកគ្នានៅគ្នាហើយនេះគឺជាកន្លែងគេងនេះគឺជាកន្លែងទទួលភ្ញៀវមានប៉ាន់តែមួយអីចឹងតែគេអង្គុយអានកំណាព្យអានអីជាដើមបងប្អូនគ្នាហើយនេះគឺជាស្បែកជើងកាលពីសម័យពីដើមណាបងប្អូនធ្វើពីដើមស្បូវមកក្រងទៅជាស្បែកជើងកន្លែងនេះគឺគេបិទទ្វារអស់ហើយបងប្អូនចឹងយើងអាចចូលខាងក្នុងបានទេកន្លែងនេះគឺអត់មានអ្វីច្រើនទេនេះបាទឥឡូវនេះមកដល់កន្លែងថ្មីមួយទៀតបងប្អូនគឺថតលឿនហ្មងថតយឺតពេកខ្លាចបងប្អូនខ្ញុំទស្សនាគាត់ធុញឥឡូវនេះមកដល់កន្លែងថ្មីនេះគឺដូចជាផ្ទះមួយចឹងគេមានស៊ូនមានទីធ្លាធំទូលាយខ្លាំងមែនទែននៅខាងក្រៅក្នុងនេះហើយកន្លែងនេះគឺជាឃ្លៀងគេដាក់អីវ៉ាន់ហ្នឹងបងតែឥឡូវគេដកអីវ៉ាន់ទៅហើយខាងក្រៅក្នុងនេះគឺជាឃ្លៀងនេះគ្នាអូច្រឡំខាងក្រៅក្នុងនេះគឺជាកន្លែងធ្វើម្ហូបគឺកន្លែងខ្ញុំថតពីមួយកន្លែងទៅមួយកន្លែងគឺជាកន្លែងស្នាក់នៅរបស់ប្រជាជនប្រទេសកូរ៉េត្បូងកាលពីចំនួនមុនចឹងហើយកន្លែងស្នាក់នៅមួយតែងតែមានផ្ទះបាយមួយបងប្អូន
មានទីធ្លាមានភ្នំមានអីកាលពីសម័យបុរាណគេនៅទាំងអស់គេអត់មានបំបត្តិភាពដើមគេទេហើយគឺជាផ្ទះមួយដែរបងប្អូនដោយសារពីមួយកន្លែងទៅមួយកន្លែងតែងតែមានផ្ទះគេរស់នៅហើយនេះគឺជាម្ទេសមែនបងប្អូននេះនេះម្ទេសទៅនេះគឺមានជនជាតិកូរ៉េយាយម្នាក់គាត់កំពុងស្នាក់នៅក្នុងនោះបងប្អូនខ្ញុំអ៊ីនសាគាត់មិញហើយខ្ញុំសួស្ដីគាត់ទេណាតែផ្ទះច្រើនខ្លាំងមែនតើគឺការរស់នៅនេះគឺបែបលក្ខណៈសហគមន៍ឬមួយក៏បែបការរស់នៅជាគូសម្ព័ន្ធហើយនេះគឺជាផ្ទះបុរាណកាលពីជំនាន់ដើមដែលគេបានបន្សល់ទុកនៅតែម្ដងបងប្អូនគ្នាគឺគេអត់ទាន់មានកែខៃឬក៏ដុសខាត់អីឲ្យប្លែកពីជំនាន់ដើមទេគឺនៅដដែលហើយនេះគឺជាត្បាល់កិនកាលពីជំនាន់មុនណានេះឥឡូវនេះសូមធ្វើការហៅប៉ូលីសមកជាបន្ទាន់ដោយសារតែខាងលើនេះកំពុងតែមានចោរម្នាក់កំពុងតែមានចោរនេះកំពុងតែកោះត្បូលគេដើម្បីមកគម្រោងលួចអីវ៉ាន់នៅក្នុងផ្ទះនេះជាដើមបងប្អូនជួយហៅប៉ូលីសមួយមកដោយសារតែមានចោរកំពុងតែលួចអីវ៉ាន់គេហើយកំពុងតែកោះត្បូលស្បូវគេដើម្បីចូលយកអីវ៉ាន់បងប្អូនគ្នាជួយហៅប៉ូលីសមកជាបន្ទាន់បងផ្ទះប្រជាជនគេនៅកាលពីចំនួន10បន្លាយស្អាតខាងមែនតែសារយើងចំណាយពេលដើរទៅខ្ទង់7-2ម៉ោងណាគ្នាអញ្ចឹងហើយខ្ញុំអាចដើរទៅបានទេពីព្រោះឥឡូវនេះម៉ោង6កន្លះហើយខ្ញុំឡើងទៅលើ6 2ម៉ោងទៀតគឺម៉ោង8យប់ហើយអញ្ចឹងខ្ញុំអាចឡើងដល់លើហើយមកផ្ទះវិញតាន់ទេអញ្ចឹងហើយខ្ញុំនឹងសន្យាថានឹងមកវីដេអូក្រោយខ្ញុំនឹងមកម្ដងទៀតហើយថតឲ្យអ្នកទាំងបានទស្សនាបងប្អូនច្រឡំមកដល់កន្លែងចាស់វិញចប់បាត់ហើយអត់អីថ្ងៃនេះខ្ញុំដាក់វីដេអូចោលហ្នឹងគ្នាសារតែខ្ញុំព្រឹកមិញបានមកទីនេះម្ដងហើយឥឡូវមកម្ដងទៀតច្រឡំវិញផ្លូវអូខេអ្នកគ្នាអត់អីទេខ្ញុំខំថាបងប្អូនអាចទស្សនាវីដេអូនេះបន្តបានដោយសារព្រឹកមិញធំម្ដងហើយអញ្ចឹងយើងមិនបាច់និយាយទេសារយើងមកម្ដងហើយតែកន្លែងនេះខ្ញុំអត់បានទៅនៅខាងក្នុងនេះអញ្ចឹងខ្ញុំមកថតឲ្យអ្នកមិនទស្សនានេះគ្នាឈ្មោះខងអានថាំងបងតែដឹងប្រែថាម៉េចទេខ្ញុំដល់ផ្ទះខ្ញុំបកប្រែ Google Translate ឲ្យអ្នកទាំងបានទស្សនាឲ្យខ្ញុំបានយល់ន័យអញ្ចឹងណាហើយក្រោយក្នុងនេះគឺទស្សនវិជ្ជានៅខាងក្រោយផ្ទះរបស់ប្រជាជនដែលគាត់នៅសម័យបុរាណនេះបងប្អូនហើយពីងនៅខាងក្រោយខ្ញុំនេះបើតាមខ្ញុំសិក្សាពីប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េត្បូងភាគច្រើនគឺជាដាក់គីមឈីបងប្អូនគ្នាខាងក្រោយខ្នងនេះគឺការដាក់គីមឈីខាងនេះដូចខ្ញុំនិយាយចឹងភាគច្រើនគឺមានផ្ទះបាយមានកន្លែងគេងហើយនិងកន្លែងធ្វើការនៅត្រង់នេះតែម្ដងគឺគេកំពុងតែសម្ដែងរឿងចាំមើលខ្ញុំអាចចូលទៅបានឬទេបើខ្ញុំចូលទៅបានខ្ញុំនឹងថតឲ្យអ្នកទាំងបានទស្សនាបាទគ្នាខ្ញុំបានថតមួយជុំឲ្យអ្នកទាំងបានទស្សនាហើយខ្ញុំខំថាអត់ខាតពេលទេខ្ញុំចំណាយពេលមកថតនេះសង្ឃឹមថាបានការគ្រប់គ្រងពីបងប្អូនអ្នកគ្នាបាទឥឡូវនេះដូចខ្ញុំនិយាយចឹងភាគច្រើនគឺកន្លែងគេងខាងនោះគឺពូកខាងនោះគឺមានពូកបងប្អូនមានពូកមានខ្នោហើយនឹងភួយគឺគេគេងត្រង់នេះតាមបងប្អូនអ្នកកន្លែងគេងគឺតាម2ម៉ែត្រទេតាមគេទៅ2ម៉ែត្រ4ជ្រុងគឺគេគេងត្រង់នេះតែម្ដង
ហើយត្រង់នេះគឺកន្លែងធ្វើការរបស់គេហើយតាមគិតកន្លែងនេះគឺជាកន្លែងបុកអ្នកនរគ្នាដែរឃើញគេដាំបាយគេបុកគេដំអាបាយថ្លាគេដំបុកឲ្យវាអត់ចូលគ្នាឲ្យម៉ត់ចូលគ្នានឹងបងប្អូនកន្លែងនេះគឺជាកន្លែងដែលគេធ្វើហ្នឹងហើយតោះទៅមួយកន្លែងទៀតបាទកន្លែងនេះគឺជាផ្ទះបាយគឺមាន3កន្លែងកន្លែងនេះគឺមានផ្ទះបាយមានតុអាហារខាងក្រៅខំគឺជាតុអាហារហើយមានចានមានឆ្នាំងជាមួយនឹងច្រានដាំបាយគឺមាន2បងប្អូនគ្នាច្រានដាំបាយមាន2ហើយត្រង់នេះគឺជាកន្លែងគេងរបស់គេគឺនេះខ្ញុំនិយាយចឹងកម្រាលពូកមានខ្នើយមានពូកចឹងហើយមានចង្គៀងហើយចង្គៀងធ្វើពីសម័យបុរាណគេដុតដើម្បីបំភ្លឺដោយសារចំនួននោះគឺគ្មានអំពូលភ្លើងនៅក្នុងខេត្តទស្សនាបានគឺអត់មានអំពូលភ្លើងទេត្រង់នេះក៏ដូចគ្នាដែរគឺមានបន្ទប់2តាមខ្ញុំគិតកន្លែងនេះគឺអាចការរស់នៅជាមួយប្តីប្រពន្ធជាដើមហើយខាងនោះគឺជាសម្លៀកបំពាក់របស់ស្ត្រីបងប្អូនគ្នាកាលពីជំនាន់ពីដើមហើយមានកន្លែងគេងមានទូមានហប់បងប្អូនគ្នាហប់ទ្រព្យសម្បត្តិជាដើមបងប្អូនគ្នាហើយកន្លែងនេះគឺបន្ទប់គេង2ហើយគេឲ្យយើងចូលទៅក្នុងបានទេអញ្ចឹងយើងអាចថតពីខាងក្រៅបានហើយត្រង់នេះផ្ទះបាយធំខ្លាំងមែនតើអ្នកគ្នាអាចទស្សនាបាននេះអ្នកគ្នាគឺផ្ទះបាយធំខ្លាំងមែនតើគឺមានពងមាន់មានអីច្រើនខ្លាំងមែនតើគ្នាបងប្អូននោះហើយលឿនគឺជាពងមាន់គឺជាពិសេសគឺពាងក៏មានច្រើនខ្លាំងមែនតើពាងនេះមិនប្រកាសថាដាក់តាគីមឈាមមុខទេមានស្ករមានអំបិលមានអីជាដើមបងប្អូនគ្នាមានរបស់ដែលគេផ្អាប់ទុកកាលពីជំនាន់ពីដើមក៏មានទូទឹកកកបងប្អូនគ្នាហើយនោះគឺជាផ្ទះបាយមានចានមាន7 8ចានបងប្អូនហើយធំខ្លាំងមែនតើដោយសារផ្ទះនេះគឺអាចស្ថិតនៅជាគ្រួសារតូចមួយដែលគេរស់នៅទីនេះបងប្អូនហើយចង្ក្រានបាយគឺមានដល់3អញ្ចឹងហើយគ្រួសារនេះគឺជាគ្រួសាររស់នៅជុំគ្នាខុសពីកន្លែងនេះនៅក្នុងថតនេះគឺការស្នាក់នៅម្នាក់ឯងបងប្អូនហើយមុនទៅវិញថតវីដេអូយឺតៗដល់អ្នកគ្នាមើលជុំវិញនេះឲ្យបានពេញតោះ1 2 3អូខេអ្នកគ្នាគឺលបងផ្ទះខាងនេះលបងផ្ទះអ្នកក្រហើយខាងនេះលបងផ្ទះអ្នកមានបងផ្ទះអ្នកមានគឺគេធ្វើពីថ្មតូចប៉ុនផ្លូវប៉ុនកជើងគេយកមកត្រួតលើគ្នាបងប្អូនគ្នានេះគេយកមកត្រួតលើគ្នាហើយគេយកដីមកបិទដើម្បីធ្វើជាលបងហើយចំណែកខាងលបងផ្ទះអ្នកក្រគឺគេយកដើមឈើមកបញ្ឈរហើយគេយកឈើធំមកគៀបវាដើម្បីធ្វើជាលបងតោះអញ្ចឹងចូលទៅខាងក្នុងជួយខ្ញុំអ្នកគ្នាក្នុងហើយអ្នកគ្នាហើយខាងក្នុងនេះមានមាន់កន្លែងចំមាន់អូមានមាន់កោកមុនអ្នកគ្នានេះមាន់កោកសនេះគឺជាមាន់បងប្អូនអូសអាចមាន់តាមតែអូមានមាន់កោកទៀតនេះហើយបានអីស៊ីទៅអ្នកគ្នាហើយនេះមាន់ហើយមាន់នៅបានអីស៊ីទៅបើគេទុកចោលអញ្ចឹងវ៉ាវនៅក្នុងបងប្អូនមានមេ3មេ4ហើយអាកោក2អ្នកគ្នានេះគឺជាសម្រាប់ភ្ជួរដីអ្នកគ្នាសម្រាប់ភ្ជួរដីដែលកាលហ្នឹងគេប្រើសត្វអុសដូចគ្នាបងនេះគឺជាសម្រាប់ពាក់កសត្វដើម្បីទាញសត្វឲ្យភ្ជួរដីអ្នកអាចទស្សនាបានដូចខ្មែរយើងទេពីខាងមុខនេះគឺមានកន្លែងដាំបន្លែតិចតួចដែររបស់គេបងមានម្ទេសផ្លោកផ្សេងគេគឺម្ទេសផ្លោកឃើញដាំច្រើនខ្លាំងមែនតើស្រុកខ្មែរយើងចំមាន់ក្រោយផ្ទះហើយប្រជាជនកូរ៉េកាលពីសម័យបុរាណគឺគេចំមាន់នៅខាងមុខផ្ទះបងប្អូនយើងចូលមកខាងផ្ទះអ្នកមានម្ដងផ្ទះអ្នកមានគឺគេចេញមកគឺមានសូនធំខ្លាំងមែនតើខាងក្នុងនេះហើយបន្ទប់គេមាន4 5បន្ទប់ខាងក្នុងនេះក៏ប៉ុន្តែគេអត់មានប្រដាប់ប្រដាក្នុងការធ្វើកសិកម្មដូចជាដាំស្រូវដាំដំឡូងគឺគេអត់មានទេអ្នកគ្នាក៏អត់មានទេប្រទេសអ្នកក្រគឺគេមានទេណាគេមានរនាស់មានសម្រាប់ភ្ជួរដីមានផែមអីចឹងតែប្រទេសអ្នកមានគឺមានតែកន្លែងស្នាក់នៅតែម្ដងអត់មានកន្លែងឧបករណ៍សម្រាប់ធ្វើស្រែទេ
នេះគឺជាស្រូវរបស់អ្នកក្រដែលគេបានមកដាំទេណានេះណាលើវីដេអូខ្ញុំឈានចិត្តដល់ទីបញ្ចប់ហើយខ្ញុំក៏ជ្រាបអរគុណដល់បងប្អូនអ្នកគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតមកដល់ពេលនេះសូមអរគុណបងប្អូនអ្នកគ្នាដែលចំណាយពេលទស្សនាវីដេអូរបស់ខ្ញុំហើយខ្ញុំនឹងមកទីនេះម្ដងទៀតបើសិនជាមានឱកាសខ្ញុំនឹងមកម្ដងទៀតដើម្បីថតវីដេអូពេញនៅកន្លែងស្អាតច្រើននៅក្នុងទីនេះដើម្បីឲ្យអ្នកទាំងបានទស្សនាខ្ញុំបងប្អូនអ្នកគ្នានេះគឺជាអ្វីទៅអូ shit បងប្អូន Oh my god Oh my god វ៉ាបងប្អូនអ្នកគ្នាលបលឹងចង់ប្រកាច់អូចង់គៀងបេះដូងអូអ្នកគ្នាមិនចង់គៀងបេះដូងមកអត់នឹកស្មានថាកន្លែងធ្វើអញ្ចឹងឲ្យយើងភ័យអូចង់គៀងហើយផ្ទះនេះក៏អត់មានអីចម្លែកដែរបងគឺអត់មានអីច្រើនទេផ្ទះនេះគេមានរោងឈើនេះទុកដាក់ឈើហ្នឹងតាមខាងឡើយនេះគឺមានខ្មោចនេះនៅគ្នាដែលខ្មោចអានេះគឺជាត្បាល់បុកនេះត្បាល់បុកស្រូវបុកអីហ្នឹងបងបានអ្នកគ្នាឥឡូវនេះវីដេអូកន្លែងនេះខ្ញុំសូមបញ្ចប់ត្រឹមនឹងសិនតោះឥឡូវសូមមើលវីដេអូយឺតៗទាំងអស់គ្នាបងទៅផ្ទះខាងមុខម្ដងបាទបងនេះគឺជាខ្ទេលបងខ្ទេលនេះត្បាល់បុកក្នុងគឺជាឃ្លៀងអញ្ចឹងបងនិយាយឲ្យយើងចូលបានទេជាពិសេសគឺសម្រាប់កិនស្រូវគឺមួយគ្រួសារគឺមានមួយនេះគឺជាផ្ទះបាយបងប្អូននេះគឺជាផ្ទះបាយនេះទូចខ្លាំងមែនតើហ្មងអត់ធំដូចកន្លែងមុនធំតោះឥឡូវកន្លែងនេះគឺអត់មានអីច្រើនទេគឺតូចខ្លាំងទេបងប្អូនបានហើយឥឡូវនេះខ្ញុំនៅកន្លែងហូយល់មូនអ្នកគ្នាហូយល់មូនឥឡូវយើងចូលខាងក្នុងអ្នកគ្នាតើហូយល់មូននេះមានអ្វីទាំងអស់គ្នាខាងក្នុងនៅហូយល់មូននេះខ្ញុំអត់ទាន់ដឹងថានៃខ្មែរយើងបានន័យថាម៉េចទេបងប្អូនចាំពេលដល់ផ្ទះខ្ញុំបកប្រែ Google Translate ហ្នឹងបងប្អូនគ្នាហើយដូចជាគ្មានអ្វីឲ្យគួរចាប់អារម្មណ៍ណាបងប្អូនកន្លែងនេះអូកន្លែងនេះគឺជាមឈូសអាចជាមឈូសបងប្អូនអ្នកខាងបងប្អូនគ្នាអាចជាមឈូសណាបាទឥឡូវគឺទៅវិញហើយកន្លែងនេះគឺអត់មានអ្វីប្លែកទេកន្លែងដូចជាមកម្ដងហើយឬក៏មិនទេបងប្អូនវែងកន្លែងធំពេកតោះអីខ្ញុំគិតថាបើធំម្ដងហើយធំម្ដងទៀតក៏បានដែរបងប្អូនមានកន្លែងលក់តែហើយលក់ខ្វែអូកន្លែងគឺជាកន្លែងលក់ដូរណាកន្លែងអត់ទាន់មកទេណាទៅម្ដងខ្ញុំវែងស្មានម្ដងហើយអូជីបាំងនំកាវឥឡូវនេះខ្ញុំនៅកន្លែងមួយទៀតហើយដែលជាកន្លែងបុរាណមួយរបស់ប្រទេសកូរ៉េត្បូងកាលពីចំនួនមុន
តែមានប្រជាជនរស់នៅទាំងអាស្រ័យផលនៅទីនេះដូចជាដាំដំណាំផ្លែឈើជាពិសេសគឺដំណាំនៅបងប្អូននេះឈ្មោះឆាន់ឃុំគូឆលឈោបងប្អូនគូឆលឈោបងប្អូនក្រោយនេះគឺជាអូមកនេះតែក្នុងគឺអូការច្រើនមែនតើមកអូតាំងហ្មងតោះឥឡូវយប់ហើយ Goodbye បងប្អូនអញ្ចឹងហើយបងប្អូនដែលគាត់ចង់មកទស្សនានៅទីនេះអាចចូលមើលទីតាំងក្នុងខមមិនបានសម្រាប់បងប្អូនដែលគាត់ចង់មកថតវីដេអូឬមួយក៏មកដើរលេងជួបជុំក្រុមគ្រួសារមិត្តភ័ក្តិជាដើមអាចមកលេងទីនេះដើម្បីយកនៅបទពិសោធន៍ថ្មីដើម្បីយើងមើលពីប្រវត្តិនៃប្រទេសកូរ៉េត្បូងអញ្ចឹងហើយសង្ឃឹមថាបងប្អូនទាំងគ្នាពេញចិត្តនៅវីដេអូមួយនេះជួបខ្ញុំជំនួសនៅវីដេអូក្រោយទៀតបងប្អូនអរគុណបងប្អូនគ្នាសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ជួបខ្ញុំជំនួសនៅវីដេអូក្រោយទៀតបងប្អូនអរគុណបងប្អូនគ្នាជម្រាបលាបងប្អូនគ្នាឥឡូវនេះខ្ញុំបានចេញមកដល់ក្រៅវិញហើយក៏ប៉ុន្តែខ្ញុំស្ដាយដែលខ្ញុំមិនបានដើរសពកន្លែងនេះទាំងអស់បងប្អូនគឺច្រងខ្លាំងមែនទែនហើយខ្ញុំដើរបានជុំវិញនឹងទេហើយខ្ញុំនឹងមកម្ដងទៀតដើម្បីថតវីដេអូចែកជូនអ្នកទាំងអស់គ្នាហើយកន្លែងគឺច្រងខ្លាំងមែនទែនពិសេសគឺកន្លែងនេះខ្ញុំទៅបានទៅទីនេះហើយនេះជាដើមហើយកន្លែងនេះក៏ខ្ញុំទៅបានទៅដែរលេខ37នេះហើយជាពិសេសគឺខឹមរនសានេះលេខ35នេះខ្ញុំអត់បានទៅទេគឺស្អាតខ្លាំងមែនទែនកន្លែងបិទស្រានេះខ្ញុំអត់បានទៅនេះខ្ញុំបងខ្ញុំបានដើរតែត្រឹមនេះទេមុនហ្នឹងខ្ញុំដើរត្រង់នេះទេបងខ្ញុំដើរមកវងនឹងអស់តែខ្ញុំដើរដូចគ្នាតែអត់ទាន់មកដល់កន្លែងនេះគឺអត់ទាន់បានទៅទេជាពិសេសនេះកន្លែងបិទស្រានេះអត់ទាន់បានទៅទេមកកលីនេះបានបងឥឡូវនេះគឺជាវីដេអូខ្លីមួយដើម្បីបិទបញ្ចប់វីដេអូរបស់ខ្ញុំដើម្បីយកមកដាក់ផ្ទុយក្រោយនៅវីដេអូរបស់ខ្ញុំបងហើយនេះខ្ញុំបានចេញមកដល់ក្រៅវិញហើយហើយវីដេអូខ្ញុំក៏បានឈានមកដល់ទីបញ្ចប់ហើយដែរបងជួបខ្ញុំនៅវីដេអូក្រោយទៀតសង្ឃឹមថានឹងមានវីដេអូថ្មីមកចែកជូនអ្នកតាមទស្សនាមកទៀតទាំងមុនវីដេអូខ្ញុំបានឈានមកដល់ទីបញ្ចប់ហើយសង្ឃឹមថាបានការគ្រប់គ្រងពីបងប្អូនទាំងគ្នាអត់ខ្លាំងមែនតើដោយសារខ្ញុំមកតាំងពីព្រឹកតាំងពីម៉ោង12តិចតួចរហូតដល់ម៉ោង9 7យប់ហើយឥឡូវរៀបចំទៅវិញហើយបងប្អូនអូខេបាយបាយវីដេអូខ្ញុំប៉ុណ្ណឹងបងប្អូនជួបខ្ញុំវីដេអូក្រោយទៀតបាយបាយ